មានសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺថាយើងមកបន្តសាច់រឿងទូលីពេជ្រយើងទៀតណារឿងមុនហ្នឹងគឺជាការសម័យរបស់យាយយន់ច្រើនពេកហើយនៅពេលដែលយាយយន់គាត់ភ្ញាក់ឡើងមកគឺថាគាត់បានគេងលង់លក់នៅក្នុងផ្ទះរបស់លោកលាវអាកាសធាតុនៅខាងក្រៅហ្នឹងគឺកំពុងតែភ្លៀងខ្លាំងទៀតផងនៅពេលដែលគាត់ភ្ញាក់មកហ្នឹងគឺគាត់ដឹងថាខ្លួនឯងនៅទីណាទេហើយគាត់ក៏បានគិតដែរថាបន្ទប់ដែលគាត់កំពុងតែគេងហ្នឹងគឺវាមិនមែនជាបន្ទប់ដែលគាត់ធ្លាប់គេងរាល់ដងទេវាដូចជាបន្ទប់នៅក្នុងផ្ទះរបស់អ្នកដឹកនាំហើយនៅថ្ងៃមិញហ្នឹងគឺថាគាត់បានមកថតរូបឲ្យពីរនាក់នោះនៅផ្ទះលោកលាវតើបន្ទាប់មកហ្នឹងគាត់ក៏បានដើរចូលមកបដូរសម្លៀកបំពាក់ប៉ុន្តែគាត់បានឃើញលោកគំនូមួយគិតមកដល់ហ្នឹងយាយយន់គាត់ឈឺក្បាលយកតែម្ដងដោយសារតែរឿងឈឺចាប់ដែលចាស់ហ្នឹងគឺវាបានលេចចេញពេញខួរក្បាលរបស់គាត់មកហើយគាត់ក៏បានស្រក់ទឹកភ្នែកផងដែរគាត់ក៏យកដៃខ្លួនឯងហ្នឹងមកជូតទឹកភ្នែកគាត់សុកហ្នឹងគាត់ក៏ឆ្ងល់ថាណាគេជាអ្នកបដូរសម្លៀកបំពាក់ឲ្យគាត់គឺគាត់ចាំអីទាំងអស់ហ្មងនៅពេលដែលគាត់បែរទៅរកលោកលាវហ្នឹងគឺថាវាងងឹតឆឹងមកហើយគាត់ក៏បានដើរចុះពីលើគ្រែដើរសម្ដៅទៅបើកទ្វារហ្នឹងដើម្បីដើរចុះទៅក្រោមហើយក៏បានទៅឃើញកន្លែងរូបគំនូហ្នឹងគឺថាវាបាត់ហើយក្នុងចិត្តរបស់យាយយន់ហ្នឹងគឺថាគាត់ឆ្ងល់ខ្លាំងណាស់ហើយក៏បានដើរទៅឃើញលោកលាវហ្នឹងក៏កំពុងតែអង្គុយញ៉ាំស្រាហើយលោកលាវក៏បានកលែងឃើញយាយយន់ដើរចុះពីលើកម្មចរាហ្នឹងក៏បានប្រាប់ទៅកាន់យាយយន់ថាគួរតែគេងឲ្យយូរជាងនេះបន្តិចទៀតហើយយាយយន់ក៏បាននិយាយសុំទោសទៅកាន់លោកលាវភ្លាមហ្មងថាខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ចូលចិត្តញ៉ាំអាហារច្រើនទេប៉ុន្តែថ្ងៃមិញហ្នឹងគឺថាខ្ញុំបានបង្ខំឲ្យខ្លួនឯងញ៉ាំច្រើនខ្លាំងមែនទែនឥឡូវវាធ្វើឲ្យកាពះរបស់ខ្ញុំឈឺប៉ុន្តែប្រហែលជាមកពីខ្ញុំនឹងផឹកស្រាច្រើនពេកហើយជាធម្មតាគឺខ្ញុំអត់ទាន់ខ្សោយបែបនេះទេហើយខ្ញុំក៏ដឹងថាវាមានអ្វីកើតឡើងដែរអូហើយចុះថ្ងៃមិញហ្នឹងគឺខ្ញុំបានស្លាប់មែនលោកលាវក៏បានតទៅកាន់យាយយន់ហើយឯងអត់ស្រួលខ្លួនមែនហើយចាំបាច់បង្កើតលេងនិយាយចង់ធ្វើអីមិនបាច់ភ័យទេខ្ញុំអត់សួរសំណួរទៅកាន់ឯងទេហើយខ្ញុំប្រាប់ឯងបែបហ្នឹងក៏ព្រោះតែខ្ញុំចង់ឲ្យឯងព្រួយបារម្ភពីការដែលឯងមិនចាំអីទាំងអស់ហ្នឹងឯងបានស្លាប់ណាប៉ុន្តែឯងចាប់ដើមដល់ទៅហើមឡើងញាប់ហ្មងហើយខ្ញុំក៏បានជួយធ្វើឲ្យឯងនឹងស្ងប់ចិត្តដែរហើយនៅពេលដែលខ្ញុំកំពុងតែជួយទប់ឲ្យត្រឯងហ្នឹងគឺថាឯងបានដើរទៅបន្ទប់គេនៅខ្លួនឯងប៉ុន្តែឯងមិនបាច់ខ្មាស់អៀនពីរឿងហ្នឹងទេជីយ៉នណាក៏បាននិយាយសុំទោសទៅកាន់លោកលាវតែបកកបញ្ហាឲ្យគាត់ច្រើនអញ្ចឹងខ្ញុំដឹងថាឯងគិតថាខ្ញុំហ្នឹងគឺជាមនុស្សដែលពុះពេញទៅដោយចិត្តសប្បុរសប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលគ្មានបេះដូងដល់ថ្នាក់គិតថាមនុស្សម្នាក់ដែលជាបន្ទុកហើយដោយសារតែការមិនស្រួលខ្លួនរបស់គេនោះទេហើយខ្ញុំក៏បានប្រាប់យូនីនិងជូហានដែរថាឯងឈឺអញ្ចឹងគឺត្រូវការសម្រាប់ហើយយាយយន់ណាក៏បានអរគុណទៅកាន់លោកលាវទៅលោកលាវក៏បានប្រាប់ឲ្យយាយយន់ហ្នឹងទៅញ៉ាំបបរនៅក្នុងផ្ទះបាយទៅហើយចាំទៅគេងឲ្យបានគ្រប់គ្រាន់បន្ថែមទៀតយាយយន់ណាក៏បានប្រកែកប៉ុន្តែលោកលាវក៏បាននិយាយថាបើសិនជាអត់ចង់ខ្លាចជាមនុស្សដែលរំខានខ្ញុំទេអញ្ចឹងគួរតែស្នាក់នៅទីនេះមួយយប់សិនទៅដូច្នេះវាធ្វើឲ្យខ្ញុំបារម្ភទេហើយខ្ញុំក៏បានប្រាប់ទៅអ្នកទាំងនាំហានហើយដែរថាអ្នកអត់ស្រួលខ្លួនអញ្ចឹងគឺត្រូវការគេហើយយាយយន់ណាក៏បានកើតក្នុងចិត្តដែរបើសិនជាខ្ញុំបដិសេធនឹងគាត់គឺថាវាអត់សមរម្យទេអញ្ចឹងយាយយន់ក៏បាននិយាយអរគុណទៅកាន់លោកលាវទៅលោកលាវក៏បាននិយាយទៀតហើយឲ្យមើលថែខ្លួនឯងបានច្រើនទៅឥឡូវហ្នឹងសម្រាប់ចិត្តខ្លួនឯងសិនទៅហើយកុំខ្វល់ពីអ្វីទាំងអស់ទុកឲ្យខួរក្បាលហ្នឹងនៅតែនេះស្អាតផ្លែតសិនទៅព្រោះថានេះវាមិនជាពេលដែលត្រូវគិតរឿងទាំងអស់ហ្នឹងទេយាយយន់ណាក៏បានកើតក្នុងចិត្តទៀតហើយមើលតើគាត់ពិតជាចាស់ទុំគាត់បានមើលថែអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំហើយតើគាត់ធ្វើបបរហ្នឹងដល់ខ្លួនឯងមែនយាយយន់ណាក៏បានដាក់បបរចូលមាត់មួយម៉ាន់ហ្នឹងលោកលាវគាត់ឲ្យមកនិយាយទៀតហើយបាទឥឡូវហ្នឹងឯងកំពុងតែជួបការលំបាកមិនថាផ្លូវកាយឬផ្លូវចិត្តទេហើយវាគឺជាការលំបាកនៅក្នុងការប្រកាន់ភ្ជាប់នៅទម្លាប់ធម្មតារបស់ឯងក្នុងស្ថានភាពបែបនេះដូច្នេះហើយបើសិនជាឯងមិនចង់ញ៉ាំអាហារដោយសារតែការគ្មានចំណង់អាហារទៀតនោះគឺវានឹងធ្វើឲ្យកាន់តែពិបាកឡើងបើទោះបីជាវាតិចតួចក៏ដោយក៏ត្រូវតែញ៉ាំឲ្យដូចពេលធម្មតាដែរនេះហើយគឺជាអ្វីដែលសំខាន់បំផុតនៅពេលដែលលោកលាវគាត់និយាយចប់ហើយនឹងក៏បានងាកទៅមើលមុខយាយយន់បន្តិចដែរហើយគាត់ក៏បានដើរចេញទៅយាយយន់នៅពេលដែលឃើញអញ្ចឹងភ្លាមក៏បានងាកមកនិយាយជាមួយនឹងលោកលាវថាខ្ញុំអត់អីទេតែប្រហែលមកពីខ្ញុំត្រជាក់ពេកដល់លោកលាវគាត់ថាអត់ចង់ឲ្យខ្ញុំចេញទៅមែននិយាយហើយនឹងលោកលាវក៏បានដោះអាវហ្នឹងទៅពាក់ឲ្យយាយយន់យើងតែម្ដងហើយគាត់ក៏បានប្រាប់ទៅកាន់យាយយន់ដែរយាយយន់អត់ស្រួលខ្លួនអញ្ចឹងត្រូវតែពាក់អាវក្រាស់ហើយសំខាន់ឥឡូវហ្នឹងគឺវាពងភ្លៀងទៀតអញ្ចឹងកម្ដៅនៅក្នុងខ្លួនរបស់យាយយន់គឺវានឹងត្រូវធ្លាក់ចុះហើយគាត់តែពាក់អាវហ្នឹងហើយភ្លាមយាយយន់ក៏បានគិតថាអាវយឺតរបស់គាត់ហ្នឹងបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅហ្មងហើយបែរជាមុនហ្នឹងគឺខ្ញុំពិតជាត្រជាក់មែននៅពេលដែលយាយយន់ញ៉ាំបបរហើយហ្នឹងក៏បានមកបន្ទប់ទឹកដើម្បីដុសធ្មេញហើយនឹងលុបលាងមុខបន្តិចបន្តួចដែរដែលយាយយន់គាត់ចេញមកពីបន្ទប់ទឹកនឹងវិញលោកវាគាត់នៅឈរចាំនៅមុខហ្នឹងហ្មងហើយក៏បានសួរដែរថាតើដុសធ្មេញហើយនៅពេលដែលយាយយន់គាត់បានជូនមុខហើយហ្នឹងគាត់បានហុចកូនកសែងហ្នឹងឲ្យទៅកាន់លោកលាវហើយលោកលាវក៏បានយកកសែងហ្នឹងមកជូតសក់ឲ្យយាយយន់សក់របស់ឯងហ្នឹងសើមហើយយាយយន់ក៏បានគិតក្នុងចិត្តដែរហេតុអីក៏គាត់ទន់ភ្លន់ម៉េចហើយលោកលាវក៏បានបន្តប្រាប់ទៅយាយយន់ទៀតថាយប់ហ្នឹងគឺនៅគេងបន្ទប់ហ្នឹងហើយចាំគាត់ទៅគេងនៅបន្ទប់មួយទៀតនៅពេលដែលលឺអញ្ចឹងភ្លាមក៏រៀងកាំងដែរហើយលោកលាវក៏បាននិយាយ
ថាយាយហ្នឹងគឺដូចមនុស្សពីរផ្សេងគ្នាអញ្ចឹងនៅពេលដែលយាយហ្នឹងអត់ស្រួលខ្លួនហើយនៅពេលដែលឃើញថាយាយយើងតបអញ្ចឹងក៏បានសួរទៅកាន់យាយថាចង់ឲ្យគាត់ហ្នឹងនៅនឹងជាមួយដែរមែនឬក៏គួរឡើងលើខែជាមួយនឹងយាយដែរនិយាយហើយលោកលាវក៏បានសើចហើយគាត់ក៏បានប្រាប់ទៅកាន់យាយទៀតខ្ញុំនឹងអង្គុយនៅសាឡុងក្បែរនោះរហូតដល់ឯងគេងលក់មកដល់បន្ទប់គេងហើយក៏បានប្រាប់យាយដែរបើសិនជាមានអារម្មណ៍ថាអត់ស្រួលទេអាចដោះអាវយឺតនឹងចេញបានអូខេហើយយាយណាក៏បានឡើងលើគ្រែទៅហើយលោកលាវក៏បានទាញភួយក្របឲ្យហើយគាត់បានប្រាប់ថាឲ្យបិទភ្នែកទៅយាយណាក៏បានធ្វើតាមលោកលាវប្រាប់ទាំងអស់ហ្មងហើយលោកលាវក៏បាននិយាយគោលណៃហើយក៏ដើរចេញទៅហើយអាកាសធាតុនៅខាងក្រៅហ្នឹងគឺនៅតែបន្តភ្លៀងខ្លាំងដដែលយប់ក៏កាន់តែជ្រៅទៅហើយយាយណាក៏បានគិតរឿងក្នុងចិត្តច្រើនខ្លាំងមែនទែនទោះបីជានៅក្បែរគ្រែរបស់គាត់ហ្នឹងនៅមានលោកលាវគាត់អង្គុយនៅចាំមើលគាត់ក៏ដោយក៏គាត់នៅតែអត់មានអារម្មណ៍ថាវាស្ងប់ស្ងាត់ដែរគិតកាន់តែច្រើនទៅគាត់បានគិតដល់រូបគំនូររបស់គាត់ទៀតហើយគាត់ក៏បានស្រក់ទឹកភ្នែកមកលោកលាវឃើញអញ្ចឹងក៏បានទៅសួរយាយគាត់បានហៅឈ្មោះរបស់យាយហើយគាត់ក៏បានយកដៃហ្នឹងទៅចាប់មុខរបស់យាយដែរហើយក៏សួរថាតើចង់ឲ្យខ្ញុំហ្នឹងជួយឯងដើម្បីបំភ្លេចវាអត់ខ្ញុំអាចធ្វើអ្វីទាំងអស់បានដើម្បីកុំឲ្យឯងគិតពីរឿងហ្នឹងទៀតហើយក៏យកដៃហ្នឹងទៅចាប់បបោមាត់របស់យាយដែលនិយាយទៀតថាអញ្ចឹងរឿងទាំងអស់ហ្នឹងគឺវាអត់សំខាន់ទៀតទេគឺថាខ្ញុំអាចធ្វើវាសម្រាប់ឯងបាននិយាយហើយហ្នឹងក៏បានអោនទៅថើបករបស់យាយហើយក៏បន្តឡើងថើបដល់ថ្ពាល់របស់យាយហើយយាយណាក៏បានគិតដែរនៅពេលដែលគាត់ប៉ះវាភ្លាមគឺថាមានអារម្មណ៍ដូចចង់ឆេះហ្មងហើយគាត់ក៏បានថើបនឹងខំទៅជារបស់យាយហ្នឹងហើយក៏បានសួរទៅកាន់យាយដែរថាយាយណាចូលចិត្តអញ្ចឹងអត់នៅពេលដែលគាត់ធ្វើអញ្ចឹងដាក់ទៅជារបស់យាយណាក៏បានតបទេហើយមុខរបស់គាត់គឺថាឡើងក្រហមអស់ហើយយាយណាក៏បានត្រឹមតែគិតក្នុងចិត្តទេថារាងកាយរបស់លោកលាវសកត់ពីលើគាត់ហ្នឹងគឺវាធ្ងន់ខ្លាំងហើយលោកលាវក៏បានស្ទាបទៅលើអាវរបស់យាយហើយក៏បានសួរទៅកាន់យាយដែរថាគួរដោះអាវហ្នឹងចេញអត់ហើយយាយក៏បានឆ្លើយយកព្រមទៅលោកលាវក៏បានដោះអាវខ្លួនឯងចេញអើយសង្ហាខ្លាំងសុទ្ធតែសិចផេកបន្ទាប់មកហ្នឹងក៏បានដោះអាវឲ្យយាយចេញវិញម្ដងដោះអាវហ្នឹងគឺថាគាត់អាវហ្នឹងចោលទៅដីហ្មងហើយក៏បានចាប់ផ្ដើមបញ្ចេញក្លិនភេរម៉ូនរបស់ខ្លួនឯងហ្នឹងមកទៀតអញ្ចឹងវាធ្វើឲ្យយាយហ្នឹងក៏ធំក្លិនហើយគឺថាវាមានអារម្មណ៍ថាក្តៅក្នុងខ្លួនហ្មងហើយវាមានសម្ពាធធ្ងន់ខ្លាំងលោកលាវក៏បានយកដៃទៅងាយក្បាលរបស់យាយហើយប្រាប់យាយហ្នឹងឲ្យដងហើមវែងទៅវាមានអីគួរឲ្យខ្លាចនោះទេក៏បានយកដៃហ្នឹងលោកចូលក្នុងអាវរបស់យាយហើយគឺថាទៅចាប់បោះកូនគេហើយក៏បានសួរកូនគេដែរថាហ្នឹងវាមានអារម្មណ៍មិនដែរបើសួរយាយអញ្ចឹងយាយក៏ឆ្លាតចាញ់ទេមើលទៅទឹកមុខគាត់ទៅគឺដឹងហើយគឺថានៅតែចាប់បោះគេលេងតែអញ្ចឹងហើយក៏បានប្រាប់យាយដែរថាគាត់នឹងអត់ធ្វើអីដែលយាយអត់ចង់បានទេអញ្ចឹងមកមានអីខុសប្រក្រតីត្រូវតែប្រាប់គាត់ភ្លាមយាយណាក៏បានតបទេហើយលោកយាយក៏បានដោះអាវយាយចាញ់ហើយក៏អោនទៅលើរបស់គេអញ្ចឹងទៅហើយយាយណានៅពេលដែលលោកលាវក៏ធ្វើអញ្ចឹងណាគឺថាគាត់សើចខ្លាំងមែនតើហើយលោកលាវក៏បាននិយាយថាអនុញ្ញាតឲ្យគាត់នឹងខំតិចមកយាយណាក៏បានតបទេក៏បានធំតែស្លឹងមកមុខលោកលាវនឹងឯងហើយគាត់ថាសឹងតែជឿលើខ្លួនឯងមកមិនដឹងថាមកពីក្លិនភេរម៉ូនរបស់លោកលាវក៏លោកលាវសម្លឹងមើលមកកាន់យាយទេសំខាន់លើណាគាត់មានអារម្មណ៍ថាគាត់មិនមែនជាខ្លួនឯងទេហើយឲ្យគេធ្វើអីតាមចិត្តមកហើយគាត់មានអារម្មណ៍ថាវាពិតជាបាក់ក្នុងខ្លួនខ្លាំងហើយគឺថាមិនមើលអខោនរបស់លោកលាវនឹងទេគឺថាវាឡើងមកហើយលោកលាវក៏នៅតែបន្តធ្វើអញ្ចឹងដដែលនឹងយាយក៏បានគិតថាលោកលាវក៏បានប៉ះនៅកន្លែងហ្នឹងគឺថាតែមានតែគេធ្លាប់ប៉ះពីមុនមកទេហើយអារម្មណ៍ហ្នឹងគឺថាថ្មីខ្លាំងមែនតើហើយតែរបស់លោកលាវហ្នឹងគឺថានៅស្ងៀមទេក៏ចង់ស្អាតខោរបស់កូនគេហើយយាយហ្នឹងក៏បានប្រាប់ថាឈប់នៅពេលហ្នឹងគឺថាយាយហ្នឹងនិយាយចេញមកហើយដល់ពេលនិយាយចេញមកទៅគឺថាលោកលាវគាត់កៀងយាយហ្នឹងក៏ប្រាប់ថាឥឡូវហ្នឹងគឺថាខ្ញុំសើមហីលោកលាវគាត់បានអន់ទៅខំករបស់យាយហើយយាយហ្នឹងនឹងហៅគ្នាឈឺប៉ុណ្ណាទេនៅពេលដែលខំហ្នឹងលោកលាវក៏បានប្រាប់យាយណានិយាយបែបនោះម្ដងទៀតមើលហើយគឺថាចំអករបស់យាយហ្នឹងគឺវាចេញមកហើយឥឡូវណាគឺថាគាត់ទ្រាំមិនបានទេសំខាន់ក្លិនភេរម៉ូនកាន់តែខ្លាំងឡើងហើយគាត់ក៏បានស្ទុះទៅអោបកលោកលាវហើយតែនិយាយថាគឺខ្ញុំសើមហីលោកលាវនៅពេលដែលឮបែបហ្នឹងភ្លាមក៏សួរយាយថាប្រកាសថាសើមហើយសើមនៅណាយាយណាក៏បានប្រាប់ថាសើមនៅខាងក្រោមនោះហើយលោកលាវក៏នៅតែបន្តសួរតតែអញ្ចឹងសើមនៅណាប្រកាសប្រាប់គាត់ផងមកយាយណាក៏បានប្រាប់ទៅគឺអាចចំអករបស់គាត់ហ្នឹងហើយលោកលាវបានសរសើរយាយថាគឺជាក្មេងល្អការនិយាយលឺគឺវាអត់ពិបាកទេហើយលោកលាវណាក៏បានលូកដៃចូលក្នុងខោរបស់យាយហើយបាននិយាយថាខ្ញុំសង្ស័យកន្លែងតែសើមតែមួយគត់ហើយនៅពេលដែលគាត់ប៉ះវាទៅគឺថាវាអត់សើមទេហើយយើងក៏បានប្រកែកថាគឺមានកន្លែងហ្នឹងទេហើយទៅលោកលាវក៏បាននិយាយដែរថាក៏អត់ធ្វើអីទេក៏គ្រាន់តែប៉ះតាខ្ញុំបានសន្យាថាខ្ញុំនឹងអត់ធ្វើអីដែលអាចចង់បានទេនិយាយហើយណាក៏បានយកដៃដែលទៅប៉ះបើយាយមិញហ្នឹងខ្ញុំមកលើយាយណាគ្រាន់តែឃើញចង់ភ្លាមគឺថាស្ទុះមកចាប់ដៃលោកលាវឡើងលឿនហើយលោកលាវបានប្រាប់អីយន់មើលរបស់គាត់មើលសំបែបរបស់
គាត់ក៏សើមដែរយាយណាក៏បានយកថែទៅប៉ារបស់លោកលាវណាក៏បានក៏ក្នុងចិត្តដែរតាមពិតខ្ញុំដឹងហើយតាំងពីគាត់សង្កត់លើខ្ញុំមកហ៎ប៉ារបស់គេចុះឡើងណាគាត់ថារបស់គេធំមកហើយលោកលាវណាក៏បាននិយាយទៅកាន់យាយដែរគាត់ចូលចិត្តនៅពេលដែលយាយមើលមកគាត់បែបហ្នឹងយាយណាក៏បានក៏ក្នុងចិត្តទៀតដែរលោកលាវពិតជាសាច់ស៊ីខ្លាំងបានបន្តិចហ្នឹងលោកលាវក៏បានចាប់លើកយាយហ្នឹងមកអង្គុយពីលើគាត់ម្ដងហើយគាត់បានសួរទៅកាន់យាយថាតែយាយហ្នឹងចូលចិត្តក្លិនរបស់គាត់មែនហើយគាត់តែផ្ដោតអារម្មណ៍មើលវាទៅគឺដឹងហើយដែររបស់លោកលាវហ្នឹងនៅស្ងៀមទេទៅចាប់របស់គេទៀតហើយទៅអាចចំអកទាំងពីរហ្នឹងគឺថាវានៅទន្ទឹមគ្នាហើយលោកលាវក៏គាត់នៅស្ងៀមដែរគឺថាទៅដល់វាចុះឡើងហ្នឹងរហូតដល់យាយយើងស្រែកតែម្ដងយាយណាក៏បានគិតក្នុងចិត្តដែរវាដូចនៅពេលដែលខ្ញុំធ្វើវាដោយខ្លួនឯងទេហើយគឺថាយាយយើងមើលទៅគាត់ទៅគឺដឹងហើយថាមានអារម្មណ៍មិនហើយយាយណាក៏បានសួរទៅកាន់លោកលាវថាហ្នឹងគឺជាអីគេវាមិនគ្រាន់តែជាក្លិនទឹកអប់មកមុខទេត្រូវលោកលាវក៏បានប្រាប់ដែរបើសិនមកឯងគឺជាបេតាវាគឺជាអ្វីទាំងអស់ដែលឯងត្រូវតែធំក្លិនលោកលាវគឺថាគាត់នៅតែបន្តធ្វើអញ្ចឹងដដែលហ្នឹងហើយយាយណាក៏បានប្រាប់ទៅកាន់លោកលាវគឺថាវាមានអារម្មណ៍ចម្លែកខ្លាំងមែនតើហើយលោកលាវក៏បានសួរទៅកាន់យាយណាមានអារម្មណ៍អីផ្សេងថាវាអារម្មណ៍ចម្លែកហ្នឹងឯងចុះហើយយាយណាក៏បានប្រាប់ទៅគឺវាមានអារម្មណ៍ល្អលោកលាវគាត់ទៅលើអញ្ចឹងភ្លាមគឺថាគាត់កាន់តែធ្វើវាកាន់តែខ្លាំងឡើងលើពីការគិតរបស់យាយទៅទៀតគាត់ទៅមើលក៏ដឹងថាយាយយើងគឺថាឡើងដល់កម្រិតកំពូលដែរហើយឥឡូវគឺថាវាបានបញ្ចប់ហើយយាយរបស់យើងក៏បានគេងលក់ហើយលោកលាវក៏បានយកកងកសែងហ្នឹងយកមកជូតយើងឲ្យយាយក៏បានជូតនៅខាងក្រៅមកឲ្យយាយផងដែរជូតហើយហ្នឹងក៏បានសម្លឹងទៅកាន់យាយដែរហើយបានក៏ក្នុងចិត្តថាខ្ញុំអត់យល់សោះហើយវាក៏អត់សមហេតុផលដែរហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកដល់ពេលល្ងាចដែលជូហាណាក៏បានជូនយាយទៅផ្ទះហើយគេថាឥឡូវណាកំពុងតែស្ទះចរាចរណ៍យាយណាក៏បានប្រាប់ឲ្យជូហានដាក់គាត់ចុះនៅទីនេះដែរជូហានណាក៏អត់ព្រមទេព្រោះថាឥឡូវណាគឺគាត់ទៅនេទេហើយទៅជូហានក៏ប្រាប់ឲ្យយាយហ្នឹងក៏មានអារម្មណ៍មិនល្អអីព្រោះថាយាយណាកំពុងតែឈឺហើយយាយណាគឺឈឺដោយសារពួកយើងអញ្ចឹងគឺយាយត្រូវបានឈប់សម្រាកពី3ថ្ងៃយាយណាក៏បានប្រាប់ដែរឥឡូវហ្នឹងគឺគាត់មានអារម្មណ៍ល្អទេនិយាយរួចហ្នឹងយាយក៏បានបែរមុខចេញទៅកញ្ចក់ឡានហើយគាត់ក៏បានគិតខ្លួនឯងថាខ្ញុំមិននឹកស្មានថាខ្លួនឯងហ្នឹងក្លាហានក្នុងការគេងជាមួយគ្នាអញ្ចឹងសោះហើយមកពីខ្ញុំមានអារម្មណ៍ចំពោះគាត់ខ្លាំងពេកហើយប៉ុន្តែខ្ញុំពិតជាដែរមានបទពិសោធន៍អញ្ចឹងពីមុនមកទេដូចជាព្រឹកមិញនេះគឺថាខ្ញុំពិបាកប្រឈមមុខនឹងលោកលាវខ្លាំងប៉ុន្តែលោកលាវវិញក៏បានធ្វើរឿងហ្នឹងដោយគ្មានការខ្មាស់អៀនទេមើលទៅវាពិតជាធម្មតាសម្រាប់គាត់ហើយក៏គ្រាន់តែចង់ជួយឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលតែប៉ុណ្ណោះពេលដែលខ្ញុំមានអារម្មណ៍បែបនោះហ្នឹងក៏ព្រោះតែឥឡូវហ្នឹងខ្ញុំកំពុងតែមានអារម្មណ៍លើគាត់ចាប់ហើយយាយយើងគឺថាស្រឡាញ់គេបាត់ទៅហើយបានតែហ្នឹងទូរស័ព្ទរបស់យាយក៏បានរោឡើងហើយលេខដែលខលមកហ្នឹងគឺថាយាយអត់ស្គាល់ទេជូហានក៏បានសួរទៅកាន់យាយដែរបើសិនជាលេខអត់ស្គាល់អញ្ចឹងហើយលើកយាយក៏បានប្រាប់ទៅលេខដែលអត់ស្គាល់អញ្ចឹងក៏អត់ដែរលើកទេជូហានវិញគឺថាគាត់ឆ្ងល់ពេញមកទៅហឹងហ្មងមិនចង់ហើយយាយក៏បានសម្រេចចិត្តប្រាប់រឿងមួយទៅកាន់ជូហានតាមពិតទៅបងប្អូនរបស់ខ្ញុំហើយនឹងមិត្តស្រីរបស់គាត់ហ្នឹងបានរត់គេចខ្លួនជាមួយនឹងគ្នាដើម្បីតែស្នេហាដូច្នេះពួកយើងទាំងអស់គ្នាណាគឺជាជនភៀសខ្លួនជូហានគាត់ទៅលឺយាយនិយាយបែបហ្នឹងភ្លាមគឺថាគាត់ឡើងភ្ញាក់ផ្អើលហ្មងជនភៀសខ្លួនជូហានក៏បានធ្លាប់គិតដែរថាយាយហ្នឹងគឺជាក្មេងម្នាក់ដែលស្មោះត្រង់និងឧស្សាហ៍ព្យាយាមហើយនឹងមកពីគ្រួសារដ៏ល្អមួយប៉ុន្តែគាត់មិនបានរំពឹងទេថានឹងមានរឿងបែបហ្នឹងប៉ុន្តែភ្លាមហ្នឹងជូហានក៏បានដូរទឹកមុខ360ដឺក្រេមកនិយាយទាំងសាយថាបើមានតែគេដែលអត់ស្គាល់ហើយមកសួររកយាយគាត់នឹងបិទមាត់ខ្លួនឯងឲ្យចិត្តហ្មងមួយទៀតតើខ្ញុំអាចប្រាប់រឿងហ្នឹងទៅយូនីបានយាយក៏បានឆ្លើយថាចាំខ្ញុំប្រាប់នាងឲ្យខ្លួនឯងនៅថ្ងៃស្អែកជូហានក៏បានជូនយាយមកដល់ហាងណូណានិងយាយហានកំពុងធ្វើការហើយណូណាក៏បានសួរទៅកាន់យាយណាមកដល់ហើយមែនហើយយាយក៏បានឆ្លើយប្រាប់ទៅថាមានបរិមម្នាក់ដែលធ្វើការជាមួយនឹងគាត់បានជូនគាត់មកណូណាក៏បាននិយាយដែរមិនក៏មិនអញ្ជើញគាត់មកញ៉ាំអាហារពេលល្ងាចមកពេលសិនយាយក៏បានតបទៅគឺអត់មានកន្លែងឲ្យចតឡានទេអញ្ចឹងទៅអត់ចង់ឲ្យគាត់នឹងនៅរោងចាំយូរហើយយាយក៏បានកលែកភ្នែកឃើញរូបគំនូរមួយក៏រៀងឆ្ងល់ក្នុងចិត្តដែរប៉ុន្តែក៏មិនបានសួរនាំទៅកាន់អ្នកទាំងពីរច្រើនដែរហើយគាត់ក៏បន្តគិតរឿងក្នុងចិត្តគាត់បន្តទៀតថ្មីហ្នឹងជីវិតគឺមានសន្តិភាពខ្លាំងណាស់ប៉ុន្តែដោយតែខ្ញុំបានប្រាប់ទៅកាន់បងប្រុសជូហានអញ្ចឹងគឺពួកយើងនៅតែរត់គេចខ្លួនខ្ញុំគួរតែជួយបងប្រុសនឹងណូណាឲ្យចាកចេញពីទីនេះឲ្យបានលឿនបំផុតតាមតែអាចធ្វើបានគ្រាន់តែទ្រាំចាំបន្តិចទៀតតែប៉ុណ្ណោះរឿងរបស់យើងគឺបានចប់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាពេលដែលខ្ញុំផុសវីដេអូហ្នឹងទៅក៏ខ្ញុំមិនដឹងថា YouTube នឹងធ្វើមិនលើ Channel របស់ខ្ញុំដែរមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតណាអ្នកទាំងអស់គ្នា